សូមស្វាគមន៍មកកាន់កម្មវិធីការបញ្ចប់ការសិក្សានិងការធ្វើបទបង្ហាញបងប្អូននៅសប្តាហ៍ទី10រៀបសួរខ្ញុំគឺជាអាណាព្យាបាលរបស់កូនណារ៉ាច័ន្ទរិទ្យាថ្ងៃនេះខ្ញុំមានមោទនភាពដោយសារខ្ញុំដាក់គាត់ចូលមករៀននៅក្នុងសាលា Go Talk Academy នេះដោយសារទីមួយខ្ញុំបានឃើញប្រព័ន្ធផ្សព្វផ្សាយនៅតាម Facebook អញ្ចឹងខ្ញុំមានចំណាប់អារម្មណ៍ដោយសារកូនខ្ញុំទីមួយគាត់មានភាពភ័យខ្លាចគាត់អត់ហ៊ានប្រឈមនឹងដូចថាក្នុងចំណោមមនុស្សគ្រប់គ្នាដែលគាត់ឡើងនៅលើវេទិកាមួយអញ្ចឹងគាត់ភ័យហើយគាត់ប្រាប់ខ្ញុំថាម៉ាក់ខ្ញុំមានអារម្មណ៍ថាភ័យអញ្ចឹងអត់អាចនិយាយមុខគេបានទេអញ្ចឹងបានខ្ញុំចេះតែរកវិធីធ្វើមិនខ្ញុំចង់ឲ្យគាត់ថាឲ្យមានភាពក្លាហានជាងមុនណាខ្ញុំមានក្តីបារម្ភអញ្ចឹងក៏ខ្ញុំឃើញនៅក្នុងកម្មវិធី Go Talk ហ្នឹងក៏ខ្ញុំចាប់អារម្មណ៍ដោយសារខ្ញុំឃើញអូនម្នាក់ដែលគាត់ឡើងកម្មវិធីមានភាពក្លាហានចាអូនដែលគាត់និយាយមើលទៅដូចថាលះហើយអត់មានភ័យខ្លាចទេអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមតាក់ទងមកខាងសាលា Go Talk ទៅខ្ញុំសួរគាត់អីចឹងទៅគាត់ក៏ប្រាប់អញ្ចឹងខ្ញុំក៏ចាប់ផ្ដើមចុះឈ្មោះគាត់ចូលសិក្សាភ្លាមដោយសារខ្ញុំអត់អាចទុកពេលវេលាហ្នឹងឲ្យយូរជាងនឹងទៀតដោយសារកូនខ្ញុំឥឡូវរៀងធំជាងមុនចាដល់អញ្ចឹងក៏ខ្ញុំដាក់គាត់ឥឡូវនេះជាសប្តាហ៍ចុងបញ្ចប់ខ្ញុំឃើញគាត់ឡើងនិយាយទៅដូចជាអត់មានភាពភ័យខ្លាចដូចមុនទេគាត់ក្លាហានជាងមុនហើយក៏ខ្ញុំសប្បាយចិត្តដែរដោយសារគាត់រីកចម្រើនបើលើកមុនគាត់អត់ហ៊ានទេគាត់ភ័យគាត់ស្លេកមាត់ឥឡូវឡើងលើកនេះគាត់ដូចជាអត់មានស្លេកមាត់ហើយគាត់ក៏ក្លាហានហើយគាត់សប្បាយចិត្តគាត់ប្រាប់ខ្ញុំថាម៉ាក់កូនបានជួបមិត្តភ័ក្តិល្អនៅនេះកូនសប្បាយចិត្តឲ្យតែគាត់រៀនចប់មកវគ្គគាត់តែងតែសើហើយគាត់ថាគាត់បានជួបមិត្តភ័ក្តិគាត់នៅនេះល្អហើយគាត់ក្លាហានជាងមុនខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែននៅក្នុងថ្ងៃនេះដែលគាត់បានឡើងធ្វើបទបង្ហាញនៅសប្តាហ៍ទី10សប្តាហ៍ចុងក្រោយនេះគឺគាត់មានភាពក្លាហានគាត់អត់មានការផិតភ័យទេគាត់ឈប់ភ័យអញ្ចឹងបើខ្ញុំសប្បាយមែនទែនខ្ញុំរីករាយមែនទែនដោយសារថាគាត់បានឡើងហើយគាត់ជឿជាក់លើខ្លួនឯងជាងមុនហើយក៏ខ្ញុំឥឡូវខ្ញុំគិតថាកូនខ្ញុំដូចលែងមានអីដែលត្រូវបារម្ភដូចមុនហើយដោយសារភាពក្លាហានគាត់បានឡើងមកវិញតែមុនគាត់ភ័យឥឡូវហ្នឹងគាត់ល្អធ្វើបានល្អខ្លាំងមែនតើដោយសារសាលា Go Talk ជាចុងបញ្ចប់នេះខ្ញុំឲ្យកូនម៉ាក់លើកទឹកចិត្តឲ្យកូនត្រូវតែប្រឹងប្រែងបន្តទៀតព្រោះកូនឥឡូវធ្វើបានល្អកូនក្លាហានហើយកូនឲ្យម៉ាក់នឹងសប្បាយចិត្តចង់ឲ្យម៉ាក់ថាកូនឈប់ភ័យហើយគាត់ឈប់ខ្លាចឥឡូវកូនបានឲ្យប៉ាម៉ាក់នឹងជឿជាក់លើកូនទៅហើយកូនម៉ាក់ក៏ឃើញថាកូននឹងបានល្អច្រើនឥឡូវក៏ម៉ាក់សប្បាយខ្លាំងមែនទែនជាមួយប៉ាអញ្ចឹងកូនរីកចម្រើនបានរីកចម្រើនជូនពរឲ្យកូនជោគជ័យនៅក្នុងជីវិតហើយបន្តទៅមុខទៀតកម្មតែរឹងមាំនិងក្លាហានទៅទៀតហ្នឹងកូនណា